នៅកាលពីម្សិលមិញជំហ៊ុនប្រភពធម្មពលយៈរបស់រុស្ស៊ីមានឈ្មោះថាលូខុយបានសម្រេចចិត្តនឹងរៀបចំគម្រោងប្រកាសលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅឯបរទេសដើម្បីទប់ទល់នឹងការចំណាយនៅក្នុងស្រុកនិងការខាត់បងបន្ទាប់ពីលោកដូណាល់ត្រាំបានប្រកាសដាក់ពន្ធយ៉ាងធ្ងន់ធ្ងរទៅលើប្រភពប្រេងនិងឧស្ម័នរបស់រុស្ស៊ីបន្ទាប់ពីមើលឃើញថាលោកដូណាល់ត្រាំហាក់ដូចជាមិនអើពើអំពីបញ្ហាដែលទាមទាររបស់រុស្ស៊ីលោកពូទីនបានលុបចោលភ្លាមៗនៃសន្ធិសញ្ញានុយក្លេអ៊ែរជាមួយនឹងភាគីសហរដ្ឋអាមេរិកភាពផងដែរចឹងប្រិមិត្តអ្នកស្ដាប់ទីគ្រប់នឹងពុកម៉ែបងប្អូនសូមជម្រាបសួរនៅក្នុងវីដេអូនេះខ្ញុំក៏សូមចែកជូនឬក៏ព័ត៌មានព័ត៌មានចំនួន2ចែកជូនទៅដល់ប្រិមិត្តផងដែរទី1នោះគឺពាក់ព័ន្ធអំពីក្រុមហ៊ុនប្រភពថាមពលយៈរបស់រុស្ស៊ីគឺសំដៅទៅលើប្រភពប្រេងគឺក្រុមហ៊ុនខ្វៃរបស់រុស្ស៊ីមុននេះបន្តិចមានការប្រកាសនឹងត្រៀមគម្រោងដាក់ទ្រព្យសម្បត្តិរបស់ខ្លួននៅឯទឹកដីបរទេសហ្នឹងលក់យកលុយសិនហើយគឺលក់យកលុយសិនហើយដើម្បីទប់ទល់អំពីការចំណាយនៅក្នុងស្រុកគណៈដែលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺកំពុងតែពង្រឹងហើយមិនថែតែប៉ុណ្ណោះឥណ្ឌាមុននេះបន្តិចក៏បានប្រកាសថាខ្លួននឹងភ្ជាប់ជួនដើម្បីអនុវត្តផែនការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺការកាត់បន្ថយឬក៏ការបញ្ឈប់ការទិញប្រេងរបស់រុស្ស៊ីជាបណ្ដោះអាសន្នណាស់ពេញមិនណាអញ្ចឹងដេប៉ូហើយនឹងស្ថានីយ៍និងកន្លែងឃ្លាំងស្តុកប្រេងកន្លែងចម្រាញ់ប្រេងរបស់រុស្ស៊ីនៅឯបរទេសហ្នឹងគឺត្រូវបានផ្អាកទាំងស្រុងហើយក៏សិតតែជាផ្នែកមួយនៃបទសម្ព័ន្ធរបស់ក្រុមហ៊ុនលូខុយនេះឯងអញ្ចឹងហើយបានជាម្ចាស់ក្រុមហ៊ុនដែលជាផ្នែកមួយនៃរដ្ឋរបស់រុស្ស៊ីហ្នឹងគឺកំពុងតែដាក់លុកហើយឥឡូវគេកំពុងតែចរចាជាមួយនឹងអ្នកវិនិយោគណាដែលមានលុយច្រើនមហាសាលហ្នឹងគឺចរចាគ្នាទិញណាពេលមិនណាចំណែកឯព័ត៌មានទី2គឺភ្លាមកាលពីម្សិលមិញហ្នឹងគឺលោកពូទីនបានប្រកាសលុបចោលសន្ធិសញ្ញានុយក្លេអ៊ែរជាមួយនឹងភាគីសហរដ្ឋអាមេរិកទៅហើយការលុបចោលហ្នឹងគឺមិនមែនព្រមព្រៀងជាមួយអាមេរិកទេឬក៏មិនមែនផុតថ្ងៃខែការចរចាខាកាលពីប្រហែលឆ្នាំមុនជាមួយអាមេរិកឡើយគឺរុស្ស៊ីក៏លុបចោលភ្លាមតែម្ដងណាពេលមិនណានៅក្នុងអំឡុងពេលសន្ធិសញ្ញាហ្នឹងគឺនៅមានបិស្បាយណាអញ្ចឹងគឺលោកពូទីនបានលុបចោលនេះគេបានមើលឃើញថាដោយសារតែភាគីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំហ្នឹងមិនអើពើអំពីការទទូចឬក៏ការទាមទាររបស់លោកពូទីនអំពីបញ្ហាសង្គ្រាមនៅក្នុងទឹកដីរបស់អ៊ុយក្រែនហ្នឹងមិនមែនរុស្ស៊ីគាត់មិនចង់បញ្ចប់សង្គ្រាមនោះទេប៉ុន្តែលក្ខខណ្ឌគឺរុស្ស៊ីគាត់ចង់ឲ្យបានអ្វីដែលគាត់ចង់បានអញ្ចឹងហើយបានជាគាត់ពីប្រហែលថ្ងៃមុននោះតែសាងលបងគ្រាប់មីស៊ីលឥឡូវនេះសុកទៅទីជាលុបចោលបើសន្ធិសញ្ញានុយក្លេអ៊ែរទៅវិញហើយមើលឃើញថារុស្ស៊ីកំពុងតែប្រមូលសារធាតុរ៉ែកម្រផ្លាទីនៀមហ្នឹងដើម្បីបង្កើនអាវុធនុយក្លេអ៊ែរឡើងវិញខណៈដែលខ្លួនបានលុបចោលទៅហើយនោះហើយរឿងបញ្ហាលុបចោលសន្ធិសញ្ញានេះគឺជាការគ្រោងទុកណាពេលមិនណាគឺជាការគ្រោងទុកអញ្ចឹងសភាឌូម៉ារបស់រុស្ស៊ីហ្នឹងបានពិនិត្យមើលឯកសារនេះយូរហើយប៉ុន្តែត្រូវបានពូទីនហ្នឹងចោះហត្ថលេខាឬក៏ក្រឹតយល់ព្រមរំលាយសន្ធិសញ្ញាជាមួយនឹងភាគីសហរដ្ឋអាមេរិកគឺការពីម្សិលមិញនឹងឯងអញ្ចឹងខ្ញុំក៏សូមអានអត្ថបទនិងសារព័ត៌មានតាក់ទងអំពីម្ចាស់ក្រុមហ៊ុនលូខុយកំពុងតែបញ្ចេញគម្រោងដាក់លក់ទ្រព្យសម្បត្តិរបស់ខ្លួននៅឯបរទេសហើយបើតាមប្រភពសារព័ត៌មានអាចារ្យសារៈបានចេញផ្សាយថាក្រុមហ៊ុនលូខុយឥឡូវនេះបានប្រកាសដាក់លក់ទ្រព្យសម្បត្តិរបស់ខ្លួននៅឯបរទេសលូខុយគឺជាក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុតរបស់រុស្ស៊ីហើយបាននិយាយថាខ្លួនបានគ្រោងនឹងលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះនៅឯបរទេសបន្ទាប់ពីត្រូវបានដាក់ទណ្ឌកម្មថ្មីសហរដ្ឋអាមេរិកផ្ដោតទៅលើក្រុមហ៊ុននិងក្រុមហ៊ុនបត់សម្ព័ន្ធរបស់ខ្លួនបន្តផ្សេងទៀតតាមប្រភពនៃក្រុមហ៊ុនលូខុយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយហើយបានចេញផ្សាយដោយគេហទំព័ររបស់ខ្លួនថា PGSC លូខុយបានជូនដំណឹងជាសាធារណៈនិងដាក់ចេញវិធានការរឹតបន្តឹងប្រឆាំងនឹងក្រុមហ៊ុនបត់សម្ព័ន្ធរបស់ខ្លួនដោយរដ្ឋមួយចំនួនក្រុមហ៊ុនបានប្រកាសពីចេតនារបស់ខ្លួននៅក្នុងការដាក់លក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះនៅឯបរទេសក្រុមហ៊ុនបានបន្ថែមថាបច្ចុប្បន្នកំពុងតែពិនិត្យមើលនឹងការដេញថ្លៃសម្រាប់អ្នកដែលឲ្យថ្លៃនិងមានសក្តានុពលទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី27ខែតុលាសម្ដៅទៅលើក្រុមហ៊ុនប្រេងដ៏ធំរបស់ប្រទេសរុស្ស៊ីគឺជាក្រុមហ៊ុន Rosneft និង Lukoil រួមជាមួយនឹងក្រុមហ៊ុនបត់សម្ព័ន្ធរបស់ពួកគេរាល់សិទ្ធិកន្លែងផ្សេងទៀតដោយមានប្រសិទ្ធភាពបង្កក់ទ្រព្យសម្បត្តិហើយក៏ជាមូលដ្ឋានមាននៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកទាំងអស់នោះគឺជាក្រុមហ៊ុនបត់សម្ព័ន្ធរបស់ប្រទេសរុស្ស៊ីទណ្ឌកម្មដែលលោកដូណាល់ត្រាំបានដាក់ទៅលើប្រភពថាមពលរបស់រុស្ស៊ីនេះបានបើកទ្វារសម្រាប់ពិន័យបន្តពីប្រឆាំងនៅស្ថាប័នបរទេសគ្រប់គ្រងប្រតិបត្តិការជាអ្នកដែលនៅក្នុងបញ្ជីខ្មៅប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំលោកបានដាក់ទណ្ឌកម្មពីការដួលរលំនៃការរៀបចំសម្រាប់កិច្ចប្រជុំកម្ពុជាកម្រិតខ្ពស់មួយជាមួយនឹងប្រធានាធិបតីរុស្ស៊ីគឺលោកពូទីននៅទីក្រុងប៊ូដាប៉េសក្រោយមកលោកដូណាល់ត្រាំបាននិយាយថាលោកមិនចង់ជួបសមាភាគីរុស្ស៊ី
គឺលោកពូទីនដែលគ្មានផ្លូវច្បាប់ណាមួយច្បាស់លាស់អំពីកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងទឹកដីរបស់អ៊ុយក្រែននោះទេសូមបញ្ជាក់ដឹងថាក្រុមហ៊ុនលោកខយនិងរ៉ូស្នាគឺជាផ្នែកនៃសេដ្ឋកិច្ចសំខាន់របស់រុស្ស៊ីជាមួយនឹងគ្នានេះផងដែរពួកគេមានក្រុមហ៊ុនសម្រាប់ការនាំចេញប្រេងឆៅនៅក្នុងប្រទេសរុស្ស៊ីប្រហែលជា3លានបារ៉ែលនៅក្នុងមួយថ្ងៃនៅក្នុងនាមជាក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ីគឺលោកខយហើយមានចំនួន 15% នៃទិន្នផលជាតិនិង 2% នៃផលិតកម្មពិភពលោកការពង្រឹងទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិកបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនលោកខយនិងបទសម្ព័ន្ធក្រុមហ៊ុននេះចំនួន6កន្លែងធំៗហើយនឹងសហគ្រាសរបស់ក្រុមហ៊ុន Rosneft ចំនួន28នៅក្នុងចំណោមពួកគេមានក្រុមហ៊ុន Lukoil Vester Siberia ប្រហែលជា 40% នៃផលិតកម្មអាចបង្កើតអេដ្រុនកាបូនរបស់ក្រុមហ៊ុនសម្រាប់ទីក្រុងគៀវបានលើកទឹកចិត្តជាយូរណាស់មកហើយឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើប្រភពថាមពលរបស់រុស្ស៊ីដែលជាហេតុរបស់ទីក្រុងមូស្គូអាចកំណត់គោលដៅនឹងមានសមត្ថភាពបន្តសង្គ្រាមនិងផ្ដោតហិរញ្ញសម្បត្តិទៅដល់ទាហានរបស់ខ្លួនធ្វើសង្គ្រាមនៅក្នុងទឹកដីរបស់អ៊ុយក្រែននោះចឹងប្រិមិត្តអ្នកស្ដាប់ទីគ្រប់នឹងម៉ែបងប្អូនគឺឥឡូវនេះគឺក្រុមហ៊ុនយក្សរបស់រុស្ស៊ីបានដាក់លក់ក្រុមហ៊ុនតូចៗរបស់ខ្លួននៅឯបណ្ដាបរទេសហើយមើលឃើញថាដោយសារតែក្រុមហ៊ុនតូចៗនោះគឺបានបិទទ្វារដោយសារតែទណ្ឌកម្មរបស់សហភាពអឺរ៉ុបផងហើយនឹងទណ្ឌកម្មធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិកថែមទៀតតែធ្វើឲ្យរយៈពេលនេះគឺចង់មិនចង់ក៏ត្រូវតែបះប្រកាសលក់ដែរព្រោះថាអត់មានអ្នកប្រើប្រាស់អត់ប្រេងក៏នាំចូលទៅអត់កើតហើយក្រុមហ៊ុនក៏ទៅបាត់បិទទ្វារនៅក្រៅប្រទេសអញ្ចឹងមានតែប្រកាសលក់ដើម្បីទប់ទល់នឹងការចំណាយសពថ្ងៃនៅក្នុងទឹកដីរបស់រុស្ស៊ីខណៈដែលសេដ្ឋកិច្ចកំពុងតែដងក្បាលចុះនេះហើយដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះហើយប្រិមិត្តក៏បានឃើញហើយថាលោកពូទីនបានធ្វើអ្វីខ្លះនៅក្នុងរយៈពេលខ្លីៗនេះអញ្ចឹងគឺទី1គាត់បានប្រើប្រាស់កម្មជួយផលិតកម្មជួយថ្មីនឹងគម្រាមទៅដល់អឺរ៉ុបអ៊ុយក្រែននិងសហរដ្ឋអាមេរិកប៉ុន្តែមើលឃើញថាដូចជាលោកដូណាល់ត្រាំអត់មានបដកម្មអ្វីធ្ងន់ធ្ងរទេគឺតេសអេសាឡបងគ្រាប់មីស៊ីចំនួនថ្មីក៏តេសទៅបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក៏បំពាក់ទៅវាដូចជាអត់មានអីថ្មីសម្រាប់រុស្ស៊ីនោះទេទោះបីជារុស្ស៊ីគាត់ខំផលិតក្បាលគ្រាប់នុយក្លេអ៊ែរផ្ទុះខ្លាំងប៉ុណ្ណាក៏ដោយក៏នៅតែសង្គ្រាមចុងក្រោយបើសិនជាផ្ទុះអាវុធនេះហើយគឺมันអាចមានន័យថាសង្គ្រាមរុស្ស៊ីឈ្នះនោះទេគឺសិតតែអ្នកចាញ់ដូចគ្នាខំផលិតនិងអភិវឌ្ឍអាវុធយ៉ាងណាក៏ដោយហើយបន្ទាប់មកនេះប្រិមិត្តបានឃើញហើយថាគាត់ទៅលុបសន្ធិដោះសញ្ញានុយក្លេអ៊ែរសំខាន់ជាមួយនឹងភាគីសហរដ្ឋអាមេរិកនេះសបញ្ជាក់ឃើញផងដែរថាលោកពូទីនកំពុងតែរកវិធីសាស្ត្រណាដើម្បីដាក់សម្ពាធឲ្យលោកដូណាល់ត្រាំនឹងមករណបខ្លួនមកពិភាក្សាជាមួយនឹងខ្លួនឡើងវិញអំពីបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែននេះ